នៅខាងក្រៅបន្ទប់នាយតារារនកំពុងតែដើរសុកស្រាប់តែប្រទះឃើញអាខ្លាញ់ស្រាក់ចង្រៃនេះវៃយំអីក៏យំម៉ាពីណាគេជួលឯងបានជាយំមិនឈប់អញ្ចឹងអ្នកណាគេនៅទីនោះខ្ញុំសួរថាអ្នកណាគេអើខ្ញុំគឺរមនីថ្មនេះទៅហើយអ្នកនាងមកទីនេះធ្វើអីហ៎មិនបានជាមាត់នឹងដៃរបស់អ្នកនាងប្រឡាក់សុទ្ធតែឈាមអញ្ចឹងមុននេះបន្តិចខ្ញុំឮសំឡេងមន់ស្រែកពេលខ្ញុំងើបមកមើលឃើញវាស្លាប់បាត់ទៅហើយខ្ញុំចាប់កាន់មិនប្រយ័ត្នក៏ខ្ទាតប្រឡាក់មាត់ខ្ញុំទៅរឿងកូនក្រមុំព្រៃភ្នំពេលព្រឹកព្រលឹមសិស្សនិស្សិតរត់រះទៅសាលារៀនព្រោះតែថ្ងៃនេះជាថ្ងៃដែលសិស្សនិស្សិតគ្រប់កម្រិតទាំងអស់ត្រូវប្រឡងបញ្ចប់ពាក់កណ្ដាលឆមាសកន្លងផុតប្រហែលជា3ទៅ4ម៉ោងក្រោយសំលេងរោបានបន្លឺឡើងបញ្ជាក់ប្រាប់ថាដល់ពេលដែលសិស្សនិស្សិតទាំងអស់ត្រូវទម្លាក់បិចចុះអង្គុយត្រង់ខ្លួនហើយអនុរាជចាប់ផ្ដើមប្រមូលសន្លឹកកិច្ចការបើក្រឡេកទៅមើលទឹកមុខនិស្សិតវិញនិស្សិតខ្លះទឹកមុខរីករាយរីឯនិស្សិតខ្លះទៀតក៏លួចរអ៊ូក្នុងចិត្តតិចថាប្រឡងអំបញ្ញមិញមិនចេះអីសោះព្រោះតែពួកគេខ្ជិលក្នុងការរំលឹកមេរៀននៅវេលាចេញទៅផ្ទះមិនអីសម្លាញ់ការប្រឡងព្រឹកមិញហ៎មានអីធ្វើបានខ្លះអត់ខ្លះនឹងណាចុះរត់ឯងមិនដែរគ្នាធ្វើបានច្រើនគួរសមសល់ពីសំណួរដែលគ្នាអត់ចេះហើយចុះប្រាថ្នាវិញហ៎សង្ស័យសង្ស័យត្រូវទាំងអស់ហ្មងឃើញយកទៅដាក់មុនគេផងហើយមុនគេនឹងយ៉ាងម៉េចគ្មានចេះអីផងហ្នឹងចេះតែសេទៅក្រែងលោកគ្រូឲ្យថ្លៃទឹកបិចខ្លះអញស្មានតែធ្វើត្រូវទាំងអស់ហើយលឿនរត់វិញអត់មានចែកម្លែកគ្នាអីបន្តិចគិតសងំទៅយកបន្ទុកតឯងឲ្យគ្នាចែកម្លែកយ៉ាងម៉េចកាត់បើអនុរិយអង្គុយចាំមើលអត់មានដាក់ភ្នែកផងហ្នឹងហើយមើលឯងខំសួរស្រីពេជ្រដែលអង្គុយមុខឯងគេថាអត់ចេះទេម៉ែពេលដល់ម៉ោងចម្លើយឡើងពេញក៏ដោះឯងសង្ស័យតែឆមាសនេះប្រឡងសងទៀតហើយហ្នឹងហើយឯងប្រាប់ឲ្យមើលមេរៀនខ្លះទៅអត់ទេរវល់តែដើរលេងហ្នឹងហើយឯងមើលតែមើលវាមិនចាំហ្នឹងហើយមើលមិនត្រូវកន្លែងដែលគ្រូចេញទៀតអបថ្នាកុំពិបាកចិត្តអីចាំសងសឹកនៅឆមាសក្រោយទៅស្រួលមិនស្រួលប្រឡងសងទៀតក៏មិនដឹងអើ អញគិតអញ្ចឹងដែរហេពួកអានេះវៃនេះជាពួកម៉ាក់នឹងគ្នាបែរជាម្សៅចំអកគ្នាទៅវិញគេថាបើមិនជួយជោគជួយចៅទេកុំយកជើងរាតឹងគ្រាន់តែនិយាយលេងបន្តិចក៏មិនបានដែរដោយពាក្យគេនិយាយថាចាំ10ឆ្នាំក្រោយទៀតចាំសងសឹកក៏មិនយឺតពេលដែរនៅមានការប្រឡងច្រើនទៀតណាស់អញ្ចឹងត្រូវតែខំរៀនកុំឲ្យប្រឡងសងទៀតគ្នាដឹងហើយចាំមើលគ្នានឹងខិតខំបន្ថែមទៀតអញមិនចង់សងប្រឡងទេខ្មាស់គេឆមាសនេះប្រឡងហើយទោះស្ដាយក្រោយក៏វាមិនបានអីមកវិញដែរឲ្យវាកន្លងឲ្យផុតទៅមានតែចាំអ៊ុតមើលលទ្ធផលហើយប្រឡងសងឬក៏មិនប្រឡងសងចាំគិតទៀតកុំតន់គិតរឿងដែលមិនតន់កើតឡើងមកអីពិតមែនហើយតោះយើងគិតទៅធ្វើអីសបាយហីគ្នាដូច stress ដល់ហើយចង់ទៅលំហែខួរក្បាលបានខ្លះគ្នាចង់ទៅលេងសមុទ្រស្ដាប់ទឹកអឡោកហើយញ៉ាំមឹកអាំងញ៉ាំគ្រឿងសមុទ្រផ្សេងឯងគិតអ្មេចដែរគ្នាដូចចង់ទៅសមុទ្រសោះវ៉ៃគ្នាចង់ទៅលេងកន្លែងណាដែលមានទេសភាពព្រៃភ្នំវិញពួកឯងគិតមិនដែរគ្នាក៏គិតអញ្ចឹងដែរព្រោះគ្នាទៅលេងសមុទ្រកាលពីខែមុននេះទេបើអញ្ចឹងទៅបោះតង់វិញទៅមិនដែរល្អអន្តាចុះប្រាថ្នាវិញល្អដែរអន្តាសម្រាប់ថាអញ្ចឹងទៅចុះគ្នាមិនអីទេអញ្ចឹងចាំយប់នេះចាំយើងពិភាក្សាគ្នាទៀតណាឥឡូវគ្នាសុំទៅផ្ទះសិនហើយដូចជាឃ្លានបាយដែរហើយគ្នាក៏ឃ្លានដូចគ្នាដែរហ្នឹងល្ងាចឡើងនៅផ្ទះតារារនបន្ទាប់ពីបានរៀបចំសម្ភារៈដែលត្រៀមទុកសម្រាប់ថ្ងៃស្អែករួចរាល់ហើយតារារនក៏បានចូលសម្រាកក្នុងបន្ទប់ស្រាប់តែសំឡេងទូរស័ព្ទបានបន្លឺឡើងអាឡូរត់ឮខ្ញុំនិយាយទេផានុមែនទេ
ខ្ញុំឮដូចដាច់ ខ្ញុំឮច្បាស់ហើយតើមានការអីមែនរត់អធិស្ឋានផងណាខ្ញុំប្រហែលជាមិនបានទៅដើរលេងជាមួយពួកឯងនោះទេគ្នានៅមើលម្ដាយនៅមន្ទីរពេទ្យដោយសារគាត់ល្អិលដួលហើយក្រិចជើងមិនគួរមានរឿងបែបនេះកើតឡើងសោះណោះហើយឥឡូវណាមីងយ៉ាងម៉េចទៅហើយគឺគាត់បានធូរស្រាលខ្លះហើយនៅចាំតែលទ្ធផល scan ឆ្អឹងតែប៉ុណ្ណោះជូនពរណាមីងឆាប់ជាណាផានុអរគុណហើយរត់ខ្ញុំពិតជាសុំទោសពិតមែនណាដែលមិនបានទៅជាមួយពួកឯងមិនអីទេផានុហេតុការណ៍វាកើតឡើងភ្លាមបែបនេះគ្មាននរណាម្នាក់ចង់ឲ្យវាកើតឡើងនោះទេតាមសបាយណាគ្នាសុំបិទទូរស័ព្ទសិនហើយនិយាយចំតារារនក៏បានខលទៅប្រាប់នីប្រាថ្នាអាឡូរនខលមកគ្នាមានការអីមែនគ្នាខលតនេះចង់ប្រាប់ថាផានុអត់បានទៅដើរលេងជាមួយពួកយើងទេមិនអញ្ចឹងរនគឺផានុនៅមើលម្ដាយរបស់គេនៅមន្ទីរពេទ្យម្ដាយគេល្អិលដួលហើយក្រិចជើងហើយណាមីងបានធូរស្រាលហើយនៅរនលើផានុថាដូចជារៀងស្រាលដែរឥឡូវបានធូរស្រាលគ្រាន់បើហើយអញ្ចឹងគម្រោងការទៅដើរលេងជុំគ្នារបស់ពួកយើងនោះប្រហែលជាលើកទៅពេលក្រោយហើយតែបើជ្រុលជ្រាបចំអីវ៉ាន់ហើយយើងទៅពីរអ្នកសិនក៏បានដែរតើឯងយល់យ៉ាងម៉េចដែរហ្នឹងហើយកុំឲ្យខកអញ្ចឹងក៏បានដែរនិយាយអញ្ចឹងស្អែកយើងគិតចាញ់ទៅពីម៉ោងប្រហែលដែរស្រួលអញរៀបចំគ្នាគិតថាយើងហូបអីឲ្យហើយសិនទៅចាំពេលហូបហើយចាំចេញដំណើរទៅតែម្ដងប្រហែលជាខ្ទង់ម៉ោង7អីហ្នឹងណាអញ្ចឹងបានហើយណាចាំជួបគ្នាស្អែកអូខេបាយបាយស្អែកឡើងសំឡេងម៉ូតូងៅបានមកដល់នៅនឹងមុខផ្ទះតារារនម្នាក់នឹងគ្មានអ្នកណាក្រៅពីនីប្រាថ្នានោះឡើយស្របពេលជាមួយគ្នានោះសំឡេងមនុស្សវ័យ40ប្លាយម្នាក់បានបន្លឺឡើងខណៈម៉ូតូរៀបនឹងឈប់ដែលគាត់គឺជាម្ដាយរបស់តារារនកូនរត់ចេញទៅក្រៅបាត់ហើយមិនដឹងជាទៅទិញអ្វីនោះទេបានជម្រាបសួរណាមីងចាក្មួយឯណាក្មួយប្រុសម្នាក់ទៀតឮថាទៅ3នាក់អីណាមីងម្នាក់ទៀតគាត់មានធរៈជាប់រវល់ភ្លាមណាមីងអញ្ចឹងបានជាគាត់អត់បានទៅតែខ្ញុំហើយនឹងតារារតតែប៉ុណ្ណោះខ្ញុំដូចជាខានមកផ្ទះណាមីងយូរដែរហើយឬចុះណាមីងសុកទុកយ៉ាងណាដែរក្មួយមីងក៏ចង់ដឹងដែរតែមួយរយៈនេះចេះតែរវល់មិនសូវមានពេលទំនេរសោះនិយាយអញ្ចឹងចុះអ្នកទាំងពីរសុខទុក្ខយ៉ាងណាដែរប៉ាម៉ាក់ខ្ញុំសុខសប្បាយជាធម្មតាទេណាមីងនោះកូនរត់មកវិញហើយតើប្រាថ្នាហើយមកដល់យូរហើយហ៎គ្នាទៅមកដល់មុននេះបន្តិចដែរនឹងហើយទៅផ្សារទៅទិញអីគេគ្នាទៅផ្សារទិញសាច់គោគ្រឿងសមុទ្របានខ្លះទុកហូបពេលយប់ក្រែងទៅតាមផ្លូវអត់មានលក់កូនរត់ឆាប់រៀបចំចេញដំណើរទៅថ្ងៃរៀងជ្រេហើយដើរលេងឲ្យសប្បាយទៅណាហើយចេះមើលថែរក្សាគ្នាផងបាទណាមីងកុំបារម្ភអីពួកយើងរាប់គ្នាដូចជាបងប្អូនបង្កើតអញ្ចឹងនិយាយរួមនាយតារារននិងនាយប្រាថ្នាក៏បានរៀបចំដំណើរចេញទៅកន្លងផុតប្រហែលជា2ម៉ោងនិង30នាទីមកពួកគេក៏បានមកដល់ភូមិមួយហើយក៏បានឈប់សម្រាកម៉ូតូនិងបរិភោគអាហារថ្ងៃត្រង់ក្នុងតូបលក់ម្ហូបកំងមួយកន្លែងនៅឯក្នុងភូមិសួស្ដីបងពិសាអីដែរអ្នកលក់មានម្ហូបអីខ្លះចាមានគ្រប់មុខបងតែម្ហូបខ្លាំងខ្វះគ្រឿងផ្សំតតែចាំរៀងយូរបន្តិចសិនអ្នកលក់មានម្ហូបប្រច័ណ្ឌពេញបរមីទេម្ហូបអីបងតើអាចជួយបញ្ជាក់ម្ដងទៀតបានទេបានប្រច័ណ្ឌពេញបរមីស្អីគេចេះតែមានហើយអានេះតើជាអ្វីទៅបងឈ្មោះម្ហូបអ្នកស្រុកណាអីក៏ចម្លែកម្ល៉េះគឺជាពងទាចៀននឹងណាតែសុំថែមត្រីប្រមាផងព្រោះខ្ញុំចូលចិត្តម្ហូបនេះណាខ្ញុំស្មានតែម្ហូបអីតាមពិតជាពងទាចៀនត្រីប្រមាសោះខ្ញុំយកស្ងោរជ្រក់សាច់មាន់មួយចាហើយចុះបងខាងនោះមានត្រូវការអីទៀតអត់ក្រៅពីពងទាចៀនត្រីប្រមាអ្នកលក់
ចុះមាននាងមច្ឆាបលែងខ្លួននៅលើព្រះអគីអន់ ម្ដងនេះខ្ញុំដឹងហើយចាតែជាត្រីអាំងមែនទេ ក្បាច់ក្បោយូរណាស់វៃដឹងតែគ្នាឃ្លានអត់យើងចេះតែនិយាយលេងទៅណាឃើញអ្នកលក់ស្រស់ស្អាតគួរឲ្យស្រឡាញ់បែបនេះហើយមានសង្សារនៅចុះ ចាខ្ញុំគ្មានសង្សារអីទេបងមានតែបជើងដដាក់ស្រអី ហាថាម៉េចបជើងដដាក់ស្រអីប្តីហ្នឹងងាប់ហើយចាប់បាត់ហើយអញ្ចឹងហ៎នេះឯងញ៉ែប៉ះប្រពន្ធគេផងប្រយ័ត្នប្តីគេមកទាន់ស៊ីមកខ្នងចប់ទៅអើយហេស្អីគេណាទៅដឹងបើឃើញនៅក្មេងអញ្ចឹងហ៎ អញ្ចឹងបងយកតែប៉ុណ្្នឹងទេណាឥឡូវខ្ញុំសូមបញ្ជាក់ម្ដងទៀតបាយ2ចានស្ងោរជ្រក់សាច់មាន់1ពងទាចៀនត្រីប្រមានិងត្រីអាំងភ្លេងតែខាងប្អូនមានតែត្រីម្ដែងអាំងហូបជាមួយជ្រក់ស្វាយតែបងយកទេ បានអញ្ចឹងក៏បានដែរ មួយសន្ទុះក្រោយមកពួកគេក៏បានបរិភោគហើយរួចក៏រៀបចំចេញដំណើរទៅមុខទៀត អ្នកលក់គិតលុយ ចាបងចាចាំតែងសរុបទាំងអស់32,000រៀល អ្នកលក់ខ្ញុំសុំសួរមួយតើផ្លូវណាចូលទៅភូមិដើមកសាំង នេះពួកបងទៅទីនោះធ្វើអី គឺពួកបងចង់ទៅលេងទឹកជ្រោះនៅទីនោះឬថាមានទេសភាពស្អាតណាស់ ខ្ញុំថាបងគួរតែទៅលេងកន្លែងផ្សេងវិញទៅទីនោះស្ងាត់ណាស់មិនសូវជាមានអ្នកចិញ្ចូលភូមិនឹងប្រហែលទេហើយពេលខ្លះឮថាតែមានរឿងចម្លែកកើតឡើងទៀតផង មិនអីទេប្អូនពួកបងចំណាយពេលយូរណាស់តម្រាំតែមកដល់ទីនេះបបកក្រោយទៅវិញក៏ពិបាកដែរណាមួយពួកបងចូលចិត្តកន្លែងស្ងប់ស្ងាត់បើមិនមានមនុស្សច្រើនអញ្ចឹងគឺរឹតតែល្អទៀត អញ្ចឹងពួកបងជិះទៅត្រង់ប្រហែលជា2គីឡូម៉ែត្រទៀតនៅខាងស្ដាំដៃមានផ្លូវលំតូចមួយពួកបងជិះតាមផ្លូវលំនឹងប្រហែលជា10គីឡូម៉ែត្រទៀតទៅដល់ហើយ អញ្ចឹងពួកបងគិតលាទៅហើយណា ចាបងចាសុខសប្បាយតាមផ្លូវនៅតាមដងផ្លូវទេសភាពពិតជាស្រស់ស្អាតណាស់សំឡេងចាប់យំជីបរវើយក្លិនផ្កាព្រៃក្រអូបរីកសាយភាយចុងព្រៃដែលដុះទ្រប់ទ្រុនប្រៀបបាននឹងកម្រាលព្រំបៃតងដែលក្រាពាសពេញព្រៃនារដូវវស្សាបង្កើតបានជាផ្ទាំងទស្សនីយភាពគួរជាទីគយគន់ដែលធ្វើឲ្យយុវជនទាំងពីរកាន់តែរំសាយអស់នៅទុកកង្វល់ ទេសភាពពិតជាស្អាតមែនសម្លាញ់ការដែលខំចំណាយពេលជិះម៉ូតូឆ្ងាយរាប់សិបគីឡូវាពិតជាមិនអត់ប្រយោជន៍នោះទេមែនហើយសម្លាញ់ទេសភាពស្រស់អំប្រងតែម្ដងធ្វើឲ្យរសាយអស់ទុកកង្វល់គ្នាគិតទៅរកថតរូបទេសភាពបាន2-3រូបសិនទុកគ្រាន់អួតអ្នកផ្ទះទៅចុះតែកុំទៅឆ្ងាយពេកណាប្រយ័ត្នវែងផ្លូវវើយខ្ញុំគិតខលទៅប្រាប់ម៉ាក់បន្តិចសិនអាឡូម៉ាក់ ចាកូននេះពួកកូនទៅដល់ហើយមែនទេ បាទម៉ាក់ពួកកូនទៅមកដល់មុននេះបន្តិច ដើរកំសាន្តឲ្យសប្បាយចោះហើយប្រយ័ត្នប្រយែងផងណាជាពិសេសប្រយ័ត្នពាក្យសម្ដីផងយើងទៅលេងតំបន់ព្រៃភ្នំអញ្ចឹងហើយ បាទម៉ាក់កូនដឹងហើយនេះម៉ាក់នៅណាហ្នឹងដូចជាលឺសំឡេងអ៊ូអម៉េះ គ្រូសាររបស់ពួកឯងនឹងគាត់មកលេង នេះពួកគាត់មកលេងមិនមែនមានឲ្យកំណឹងអីបន្តិចសោះម៉ាក់ស្ដាយណាស់ដែលខ្ញុំអត់ដឹងមុនហើយពួកគាត់មកលេងប្រហែលថ្ងៃបានគាត់ត្រឡប់ទៅស្រុកវិញម៉ាក់ ម៉ាក់ក៏មិនដឹងដូចគ្នាដែរនឹងណាពួកគាត់ថាជាប់រវល់ដែរមកលេងបានតែ3ថ្ងៃអីទេត្រឡប់ទៅវិញហើយចុះកូនមកវិញថ្ងៃណាដឹងអត់ថាក្មួយឯងចង់ជួបមុខឯងណាស់ណា បាទម៉ាក់ប្រហែលជាស្អែកកូននឹងប្រញាប់ទៅវិញភ្លាម កូនប៉ណ្ណឹងសិនហើយណាម៉ាក់រវល់តែងពេលវេលាពិតជាដើរលឿនមែនយុវជនទាំងពីរគយគន់សម្រាប់ធម្មជាតិមិនទាន់បានប៉ុន្មានផងមេឃក៏ចាប់ផ្ដើមចុះងងឹតព្រះចន្ទ្រាហាក់បីដូចជាកំពុងតែរីករាយនឹងទួលនៃទីក្នុងការបំភ្លឺផែនដីដោយពន្លឺរបស់ខ្លួនបន្ទាប់ពីពួកគេរៀបចំតង់សម្រាប់សម្រាករួចមកពួកគេក៏ចាប់ផ្ដើមបរិភោគអាហារពេលល្ងាចដែលពួកគេត្រៀមទុកកាលពីព្រឹកមិញសំឡេងទូរស័ព្ទបានបន្លឺឡើង អាយ៉ាថានុខលមកអន្តតាអាឡូហ៎មិនអីដល់លេងសបាយទេមានអីសបាយអន្តតា
ផានុអត់មកអញ្ចឹងប្រហែលជាស្ដាយក្រោយហើយមើលទៅស្ដាយដែរហ្នឹងអត់បានទៅដើរលេងជុំពួកឯងហើយពេលយប់អញ្ចឹងអត់មានទៅធ្វើអីទៀតណាអីគ្នាគិតថាចង់ទៅស្ទូចត្រីពេលយប់អញ្ចឹងប្រហែលជាសម្បូរត្រីហើយបើស្ទូចត្រីបានត្រីច្រើនកុំភ្លេចផ្ញើឲ្យគ្នាផងវើយកុំតន់ថាផានុសង្ស័យតែអំបិលទេមុខវានេះស្ទូចគ្មានទៅបានស្អីទេលើកមុនទៅស្ទូចត្រីនៅកោះកុងម្ដងគ្មានបានអីមួយចុងក្រោយទិញគេដដែលចេះតែថាយកាលហ្នឹងយើងទៅលេងតំបន់ខ្សត់ត្រីបើអត់មានត្រីធ្វើមិនស្ទូចបានវ៉ៃចាំមើលទៅបានណាយើងមិនឲ្យពួកឯងទេគ្នានិយាយលេងតាសម្លាញ់ចឹងបានហើយណាគ្នាគិតទៅរងងូតទឹកសិនហើយរត់អញមានឃើញសន្ទូចយើងទេគ្នាបានទុកវានៅចិត្តដើមឈើធំមួយនោះនេះអញទៅស្ទូចត្រីមែនទេយើងចង់ទៅស្ទូចត្រីហ្នឹងណានៅកន្លែងអូដែលយើងឃើញពីព្រឹកមិញស្ទូចពេលយប់អញ្ចឹងប្រហែលជាសម្បូរត្រីហើយនេះអញទៅជាមួយយើងឬក៏អត់គ្នាទៅតាតែអញទៅមុនសិនទៅបន្តិចទៀតគ្នាទៅតាមក្រោយរាត្រីកាន់តែស្ងាត់សំឡេងសត្វព្រៃយំល្វើយល្វីងពីពេញព្រៃខ្យល់ជំនោរត្រជាក់ចាប់ផ្ដើមបក់ផាត់ធ្វើឲ្យត្រជាក់អស់កាយាទឹកស្ងប់ល្អណាស់សង្ស័យតែមានត្រីច្រើនហើយមើលទៅសាក់ដាក់មកសន្ទូចសិនលោកជីកុំកាត់អេសោះណាលោកជីយាយមិនអីទេចៅសម្រាប់តែបន្តិចទៅគឺលែងអីហើយមិនអីយ៉ាងម៉េចទៅលោកជីនេះត្រូវពោះចឹកណាតើខ្ញុំគួរធ្វើយ៉ាងម៉េចទៅលោកជីកុំកាត់អីអសោះណាលោកជីណាសំឡេងអីហ្នឹងដូចជាមានមនុស្សនៅទីនោះឆាប់ទៅរកថ្នាំស្មៅមកណាចៅនេះអ្នកទាំងពីរកាត់អីហ្នឹងហើយថ្មនេះទៅហើយមកនៅទីនេះធ្វើអីគឺពួកខ្ញុំនេះធ្វើដំណើរមកពីភូមិមួយទៀតហើយដើរតាមផ្លូវមកផ្ទះវិញលោកយាយខ្ញុំស្រាប់តែត្រូវពោះចេញតើលោកជាចៅមែនទេណែខ្ញុំគ្មានទ្រព្យសម្បត្តិអ្វីទេសូមអ្នកលើកលែងឲ្យខ្ញុំផងចាខ្ញុំសូមវល់ទេអត់ទេកុំខ្លាចខ្ញុំអីខ្ញុំជាមនុស្សល្អទេហើយចាំមិនបានជាលោកមកនៅទីនេះហើយការស្លៀកពាក់ក៏មិនដូចជាអ្នកនៅទីនេះទៀតគឺខ្ញុំមកលេងហើយបោះតង់នៅក្បែរនេះតើមានរឿងអីឲ្យជួយបានទេតាមប៉ុណ្ណឹងទេខ្ញុំស្មានតែជាចៅអើខ្ញុំសុំទោសផងណាបើមិនប្រកាន់ទេលោកអាចជួយយកលោកយាយខ្ញុំទៅផ្ទះផងបានទេបានតែខ្ញុំសុំទៅប្រាប់មិត្តខ្ញុំសិនប្រាថ្នាដូចសូវស្រួលទេមកនេះហើយនៅមានអ្នកធ្វើដំណើរនៅក្នុងព្រៃទៀតមិនថាទេដឹងណាអានេះឃើញគេពិបាកជួយគេផងទៅជាពិសេសមនុស្សស្អាតអញ្ចឹងជួយយកទៅបន់ទៅជួយក៏ជួយទៅអញ្ចឹងនាងតើផ្ទះនៅនាងស្អាតនៅម្ដុំណាដែរតែឆ្ងាយពីទីនេះដែរទេនៅឆ្ងាយគួរសមដែរហ្នឹងប្រហែលជានៅឆ្ងាយពីនេះ1គីឡូជាងទៀតពួកគេក៏បានធ្វើដំណើរតាមផ្លូវថ្មើរជើងតូចមួយនៅតាមដងផ្លូវមានព្រៃដុះក្រាស់ៗណាស់គ្មានសូម្បីតែពន្លឺអំពូលភ្លើងរបស់អ្នកភូមិអាចទាញមានតែសំឡេងខ្លែងស្រាកនិងលីងដែលតែស្រែកយំកំដរពួកគេនៅតាមផ្លូវជារឿយៗនាយតារាចេះតែសម្លឹងមើលទៅនារីព្រៃភ្នំឥតដាច់កន្ទុយភ្នែកឡើយហើយលួចរអ៊ូទឹកថាដូចជាមិនសូវស្រួលអ្មេចទេតាមផ្លូវឡើងស្ងាត់មានផ្ទះអ្នកភូមិសំបីតែមួយដើរមកយូរហើយនៅមិនទាន់ដល់ទៀតកុំល្អូពេកមើលចេះតែដើរទៅបន្តិចទៀតដល់ហើយម្នាងនេះចិត្តដល់ផ្ទះអ្នកនាងហើយនៅចាចិត្តដល់ហើយនៅផ្លូវបាត់ខាងមុខនោះមួយសន្ទុះក្រោយមកក៏មុខដល់ដល់ហើយនោះគឺផ្ទះខ្ញុំលោកបងហើយនេះលោកយាយឯងកើតអីយើងចាំមើលផ្លូវយូរហើយណាចាបងលោកយាយត្រូវពោះចឹងលោកយាយភ័យពេកក៏ស្លាប់បាត់ទៅចុះនាយទាំងពីរជាណាមើលទៅដូចជាអ្នករស់នៅទីក្រុងចាពួកគាត់មកពីទីក្រុង
ខ្ញុំជួបនៅតាមផ្លូវដោយសារតែពួកគាត់មកលេងកំសាន្តនៅភូមិចិត្តនេះសំណាងហើយដែលខ្ញុំបានជួបពួកគាត់នៅតាមផ្លូវបើមិនអញ្ចឹងទេខ្ញុំមិនដឹងជាពិបាកយ៉ាងណាទេពងពូពិតជាអរគុណក្មួយទាំងពីរណាមិនអីទេលោកពូរឿងបន្តិចបន្តួចប៉ុណ្ណឹងនោះណែក្មួយទាំងពីរបើមិនប្រកាន់ទេក្មួយទាំងពីរសម្រាប់នៅទីនេះសិនក៏បានដែរព្រោះអីពីនេះទៅភូមិតាមកសាំងវិញគឺឆ្ងាយដែរហ្នឹងណាបើដើរទៅវិញចំណាយពេលយូរណាស់នៅសម្រាប់ផ្ទះពូមួយយប់សិនទៅអីចាំស្អែកចាំទៅវិញខ្ញុំគិតថាមិនល្អទេដែរពូមិនអីទេលោកពូពួកខ្ញុំសម្រាប់នៅទីនេះក៏បានដែរអារ៉នយប់ស្ងាត់ហើយណាឆាប់យល់ព្រមទៅកុំឲ្យអសទ្ធាលោកពូស្រេចតែឯងទៅចោះអញ្ចឹងរួចចោលលោកយាយគិតយ៉ាងម៉េចទៅមិនអីទេទៅភ័យអីមកដល់ផ្ទះហើយលោកពុកខ្ញុំគឺជាគ្រូពេទ្យប្រចាំភូមិហើយរមនីឆាប់ទៅរៀបចំបន្ទប់ទៅណាកូនដើម្បីក្មួយគេបានសម្រាកចាស់បងកូននឹងទៅភ្លាមនេះលោកចេញពិសាទឹកតែបានអរគុណណាស់តើនេះជាទឹកអីទៅបានជាពណ៌បែបនេះនេះគឺជាថ្នាំដែលផ្សំចេញពីរុក្ខជាតិម្យ៉ាងពេលពិសាហើយនឹងជួយសម្រួលដល់សរសៃឈាមពិតជាពិសេសណាស់ដែលខ្ញុំបានផឹកនាងស្អាតឈប់សិននាងនេះនាងបញ្ញាប់ទៅណានឹងមិនចង់នៅជជែកលេងជាមួយខ្ញុំសិនទេហ៎ឲ្យខ្ញុំនិយាយជជែកសាស័ព្ទមិននឹងកើតខ្លួនខ្ញុំជាស្រីកមុំផងតែនិយាយសាសងជាមួយមនុស្សប្រុសនៅពេលយប់បែបនេះដូចជាមិនសូវសមភ្នែកញាតិសោះក្រែងញាតិនិយាយដើមយប់ថ្មនេះទៅហើយគ្មាននរណាមកឃើញនោះទេមកជជែកលេងជាមួយខ្ញុំបន្តិចទៅណានាងស្អាតខ្ញុំនៅមិនទាន់ស្គាល់ឈ្មោះនាងស្អាតនៅឡើយទេចាឈ្មោះរបស់ខ្ញុំគឺរមនីឈ្មោះអីក៏ពីរោះម្លេះហើយសម្រស់ក៏ស្អាតទៀតតែឈ្មោះរមនីមានអត្ថន័យយ៉ាងម៉េចដែរទេខ្ញុំក៏មិនសូវច្បាស់ដែរតែលើលោកពុកខ្ញុំថាម្ដាយខ្ញុំស្រឡាញ់ឈ្មោះនេះខ្លាំងណាស់ខ្ញុំមកផ្ទះរមនីយូរដែរហើយនៅមិនទាន់ឃើញនាមីងសោះអ្នកម៉ែរមនីកាតអីហ្នឹងមិនបានជាឈប់និយាយត្រឹមនេះអញ្ចឹងម្ដាយខ្ញុំគឺស្លាប់បាត់យូរហើយតាំងពីខ្ញុំនៅតូចមកម្លេះដោយសារតែអាចារ្យចង្រៃមកឆក់យកជីវិតម្ដាយខ្ញុំទៅខ្ញុំពិតជាសុំទោសពិតមែនដែលសួរសំណួរធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍រមនីបែបនេះមិនអីទេលោកខ្ញុំថាលោកគួរទៅចូលសម្រាប់ទេអញ្ចឹងខ្ញុំទៅបន្ទប់ខ្ញុំវិញហើយនិយាយចំពួកគេបានបំបែកគ្នាទៅកាន់បន្ទប់រៀងខ្លួននៅវេលាម៉ោង 12:05 នាទីនាយប្រាថ្នាក៏បានដេកលំលក់បាត់ទៅនៅសល់តែនាយតារារ័ននៅមិនទាន់ដេកលក់ដេករស័ព្ទរសល់ប្រែខ្លួនចុះប្រែខ្លួនឡើងប្រាថ្នាណាឯងដូចឈឺនោមហើយជូនឯងទៅបន្តិចមកវ៉ៃប្រាថ្នាភ្ញាក់ឡើងមើលអានេះវ៉ៃដេកលក់ដូចគេដាក់ថ្នាំអញ្ចឹងឯងទៅម្នាក់ឯងក៏បានដែរនៅខាងក្រៅបន្ទប់នាយតារារ័នកំពុងតែដើរសុកស្រាប់តែប្រទះឃើញអាខ្លាញ់ស្រាក់ចង្រៃនេះវ៉ៃយំអីក៏យំម៉ាពីណាគេជួលឯងបានជាយំមិនឈប់អញ្ចឹងអ្នកណាគេនៅទីនោះខ្ញុំសួរថាអ្នកណាគេខ្ញុំគឺរមនីថ្មនេះទៅហើយនាងមកទីនេះធ្វើអីមិនបានជាមាត់នឹងដៃរបស់នាងប្រឡាក់សុទ្ធតែឈាមអញ្ចឹងមុននេះតែខ្ញុំឮសំឡេងមន់ស្រែកពេលខ្ញុំងើបមកមើលឃើញវាស្លាប់បាត់ទៅហើយខ្ញុំចាប់កាន់មិនប្រយ័ត្នក៏ខ្ទាតប្រឡាក់មាត់ខ្ញុំទៅតាមពិតអញ្ចឹងទេហ៎ខ្ញុំខំតែភ័យនាងឲ្យខ្ញុំសុំទឹកផឹកបន្តិចមកខ្ញុំដូចជាស្រេកទឹកណាស់ចាប់បានចាំតិចណាស់ពេលនិយាយចាំនាយតារារ័នក៏បានដើរចូលទៅក្នុងបន្ទប់វិញដោយទឹកមុខងឿងឆ្ងាយតិចទៅដោយរវល់តែគិតពីរឿងមុននេះស្រាប់តែមិនប្រយ័ត្នក៏ដើរទៅប៉ះនឹងដាក់ចំកដុំឆែបបន្ទប់ហើយក៏ជ្រុះធ្លាក់រូបថតពី3សន្លឹកពីលើទូម៉ងមើលទៅរូបថតមានសភាពចាស់ហាក់បីដូចជាត្រូវបានទុកចោលយូរណាស់មកហើយអញ្ចឹង
ហើយកដាស់អីធ្លាក់មកហ្នឹងអូជារូបថតតាហើយខាងក្រោយមានដាក់ពីថ្ងៃខែដែលបានស្លាប់ទៀតតែជារូបថតនរណាទៅណោះមើលទៅដូចជាស្តៀងនឹងរមនាម្លេះឬមួយជារូបម្ដាយនាងហានេះជារូបលោកយាយនិងពុករមនាតាមិនបានជាមានថ្ងៃខែដែលបានស្លាប់នៅក្រោយរូបថតនេះដែរអញ្ចឹងដូចជាមិនសូវស្រួលទេឬមួយក៏អ្នកទាំង3បានស្លាប់បាត់ទៅហើយមិនកើតទេខ្ញុំត្រូវតែប្រញាប់ចេញពីទីនេះដោយយល់ពីរឿងគ្រប់យ៉ាងហើយនាយតារារតក៏ប្រញាប់លើកបីនាយប្រាថ្នារត់ចេញទៅទាំងប្រញាប់ប្រញាល់គ្មានងាកមើលក្រោយសូម្បីតែបន្តិចលុះទៅដល់ចុងភូមិដោយសារតាមផ្លូវងងឹតពេកមានតែពន្លឺចាំងបំភ្លឺផ្លូវតិចហើយថែមទាំងត្រូវថ្នាំអាគមសណ្ដំទៀតនោះធ្វើឲ្យនាយតារារតបាត់បង់ស្មារតីរត់មិនប្រយ័ត្នក៏ទៅបុកនឹងដើមឈើធំមួយធ្វើឲ្យពួកគេដេកសន្លប់ស្ដុកស្ដឹងនៅនឹងកន្លែងស្អែកឡើងក្មួយទាំងពីរឆាប់ដឹងខ្លួនឡើងក្មួយអូយឈឺក្បាលម្លេះអរននេះយើងនៅកន្លែងណាមិនបានជាយើងមកដេកនៅកន្លែងនេះទៅវិញក្មួយអាម៉េចបានជាមកដេកនៅទីនេះអញ្ចឹងខ្ញុំចាំបានថាយប់មិញខ្ញុំបានទៅដេកនៅឯផ្ទះអ្នកព្រៃភ្នំក្នុងភូមិមួយឬចុះមិនបានជាមកដេកនៅទីនេះទៅវិញខ្ញុំចាំបានហើយប្រាថ្នាតាមពិតមនុស្សដែលបានឃើញនឹងនិយាយកាលពីយប់មិញហ្នឹងតាមពិតពួកគេបានស្លាប់តាំងពីយូរណាស់ទៅហើយថាម៉េចមានរឿងបែបនេះកើតឡើងផងហ៎ចុះមិនបានជាឯងដឹងគឺគ្នាបានឃើញរូបថតរបស់ពួកគេកាលនៅរស់ហើយនៅខាងក្រោយរូបថតនោះមានសរសេរដាក់ថ្ងៃខែដែលបានស្លាប់អញ្ចឹងហើយបានជាគ្នានាំឯងមកដល់ទីនេះអូយតើក្មេងស្រីព្រៃភ្នំរស់នៅជាមួយឪពុកនឹងយាយម្នាក់ឯងប្រហែលជាក្មួយត្រូវខ្មោចនារីព្រៃភ្នំឡងហើយបានពិតមែនហើយមិនបានជានមិញដឹងកាលពីប្រហែល1ឆ្នាំមុនមានគ្រួសារមួយរស់ក្នុងព្រៃឆ្ងាយពីផ្ទះអ្នកភូមិថ្ងៃមួយពួកគេត្រូវចៅមកប្លន់ចៅក៏បានរំលោភកូនស្រីក្នុងគ្រួសារនោះហើយថែមទាំងសម្លាប់ពួកគេចៅទៀតផងមានរឿងដ៏សាហាវបែបនេះកើតឡើងផងហ៎មកដល់ពេលនេះនៅមិនទាន់ចាប់ជនល្មើសបានឡើយទេពិតជាអាណិតដល់ពួកគេណាស់មិនគួរណាស្លាប់ទៅហើយនៅមិនទាន់បានយុត្តិធម៌ទៀតមានតែបួងសួងវត្ថុស័ក្តិសិទ្ធិសុំឲ្យវិញ្ញាណក្ខន្ធរបស់ពួកគេទៅកាន់សុគតិភពផងចុះនិយាយរួចនាយតារារតនិងនាយប្រាថ្នាក៏បានត្រឡប់មកផ្ទះវិញដោយសុខសុវត្ថិភាព